ថ្ងៃនេះខ្ញុំមកបង្រៀនបងប្អូនដើម្បីបង្កើតនៅរូបតុក្កតាបែបនេះដោយមានដាក់ឈ្មោះខ្លួនឯងហើយនិងដាក់របស់របរដែលយើងចូលចិត្តអញ្ចឹងនៅខាងក្រោយបងប្អូនឃើញហើយខាងក្រោមនេះគឺជាឈ្មោះពេញរបស់ខ្ញុំសារ៉ាវុធវង្សហើយខាងលើក៏ជាឈ្មោះ page Facebook របស់ខ្ញុំ Texawi with SV ហើយខាងលើបងប្អូនឃើញថាមានដាក់ creator blogger ហើយនិង tech lover ហើយនេះគឺជាឈុតដែលខ្ញុំបានពាក់កាលពីថ្ងៃមុនហើយមានបីជើង New Balance មានឆ្មាមានត្រី goldfish មាន Luffy មាន AI និងមានកាមេរ៉ា អញ្ចឹងដើម្បីធ្វើមិនខ្លះតិចទៀតខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងដំបូងបងប្អូនត្រូវសរសេរ prompt ឲ្យត្រូវសិនចាំយើងយកទៅដាក់នៅក្នុង chat GPT អញ្ចឹងនៅកន្លែងលេខ1ខាងលើខ្ញុំដាក់ថា create a star 3D toy action figure ចាំមានថាចង់ឲ្យបង្កើតនៅរូប figure ដែលជាលក្ខណៈ 3D តមកលេខ1ខ្ញុំដាក់វងកញ្ចក់ខ្ញុំដាក់ your name ហ្នឹងសំដៅទៅលើឈ្មោះរបស់យើងដូចមិញនៅខាងក្រោមប្រអប់ហ្នឹងមានឈ្មោះរបស់ខ្ញុំអញ្ចឹងបងប្អូនគ្រាន់តែសរសេរឈ្មោះនៅកន្លែងពាក្យថា your name យើងលុបពាក្យ your name ចោលសរសេរពាក្យនៅក្នុងហ្នឹងមកហើយខាងក្រោយយើងទុកដដែលតមកលេខ2កន្លែង label the top with your personal brand កន្លែងហ្នឹងគឺកន្លែងឈ្មោះ page Facebook របស់ខ្ញុំដែលមិញហ្នឹងខ្ញុំដាក់ Texawi with SV ចឹងបងប្អូនគ្រាន់តែលុបពាក្យនៅក្នុងឃ្នៀបហ្នឹងទៅ your personal brand ហ្នឹងដាក់ឈ្មោះ page Facebook ឬក៏ឈ្មោះអីដែលបងប្អូនចង់ដាក់តមកលេខ3បងប្អូនឃើញថា at the batch that say អាហ្នឹងគឺអាប្រអប់នៅខាងស្ដាំដែលខ្ញុំមានដាក់អីគេ creator blogger អីហ្នឹងអញ្ចឹងនៅក្នុងគ្នាបងប្អូនអាចដាក់3ឬក៏2ពាក្យទៅហើយយើងមានថាមួយពាក្យហើយយើងដាក់ comma ហើយយើងដាក់មួយពាក្យទៀតបន្ទាប់មកទី4គឺ dress the character អាហ្នឹងសំដៅទៅលើកៅអៅអញ្ចឹងយើងដាក់ទៅថា clothing style style កៅអៅចង់អីគេដូចឧទាហរណ៍ក្នុងនេះខ្ញុំដាក់អីគេ black jacket មានន័យថាពាក់អាវធំពណ៌ខ្មៅហើយមានអាវពណ៌ស white shirt មានខោ cowboy jeans ឬក៏ sneaker បើជើងអីហោហែចឹងមកហើយលេខ5អាហ្នឹងគឺជា accessory សំដៅទៅលើអបផ្សេងមិនមាន goldfish មានឆ្មាមានកាមេរ៉ាមានកុំព្យូទ័រមាន Luffy អីហ្នឹងចឹងកន្លែងហ្នឹងបងប្អូនអាចដាក់4ឬក៏5 item ចឹងទៅនៅក្នុងហ្នឹងហើយទី6ហើយនឹងទី7អាហ្នឹងគឺចំណុចទីទួយប៉ុន្តែទី6គឺសំខាន់ដែរគឺ vibrant background preferably ខ្ញុំដាក់ green មានថាខ្ញុំចង់បានពណ៌បៃតងចឹងបងប្អូនអាចដាក់ពណ៌អីផ្សេងក៏បានហើយចុងក្រោយអាហ្នឹងគ្រាន់តែ copy យកទៅដាក់ទៅហើយពេលចប់បងប្អូនគ្រាន់តែយកទាំងអស់ហ្នឹងទៅ paste នៅក្នុង chat GPT គឺនឹងចេញរូបប្រអប់ទាំងអស់គ្នាហើយអញ្ចឹងបើសិនបងប្អូនបានរូបភាពឬក៏អត់បានយ៉ាងណាអាចចូលរួម comment ប្រាប់ខ្ញុំផងហើយខ្ញុំអត់ច្បាស់ថា comment រូបបានអត់បើ comment បានអាចចូលរួម comment ទាំងអស់គ្នាផងដែរហើយសូម share វីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់បងប្អូនដើម្បីឲ្យបង្កើននៅតុក្កតា figure ទាំងអស់គ្នា Follow me free ចំណេះ